អូនណាខ្លះដែលធ្លាប់បាត់បង់ឱកាសពេញមួយជីវិតមិនអាចយកត្រឡប់មកវិញបាននៅសល់តែការឈឺចាប់ភាពសោកសៅហើយនឹងក្តីអស់សង្ឃឹមតើពេលណាជាពេលដែលអ្នកមានសុភមង្គលបំផុតក្នុងជីវិតធ្លាប់សម័យចង់មានជីវិតដែលសម្បូរសប្បាយមានប្រាក់ចំណូលគ្រប់គ្រាន់ក្នុងការរស់នៅហើយក៏មានប្រាក់សន្សំសម្រាប់ចាស់ជរាក៏ប៉ុន្តែនៅពេលនេះគឺធ្វើការធ្ងន់ដើម្បីតែជីវភាពប្រចាំថ្ងៃខ្ញុំសេតណូនខ្ញុំឆ្លងកាត់អារម្មណ៍ហើយនឹងពេលវេលាទាំងអស់នឹងរួចមកហើយដូច្នេះហើយខ្ញុំចង់ចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានដឹងថាអ្វីដែលសំខាន់បំផុតសម្រាប់ជីវិតរបស់ពួកយើងទាំងអស់គ្នាវាមិនមែនជាលុយ 100% នោះទេក៏ប៉ុន្តែជាសុខភាពជាពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់ប្រសិនបើបងប្អូនបាត់បង់ពេលវេលាបាត់បង់សុខភាពបងប្អូនមិនអាចយកលុយដែលមានទាំងប៉ុន្មានទៅទិញវាត្រឡប់មកវិញបាននោះទេចា៎ខ្ញុំក្នុងនាមជាស្ត្រីម្នាក់ខ្ញុំពិតជាចង់មានអាជីពមួយច្បាស់លាស់ដើម្បីធ្វើការពីផ្ទះរកចំណូលជួយគ្រួសារហើយនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែទាំគ្រួសាររបស់ខ្ញុំក៏ប៉ុន្តែបន្ទាប់ពីផ្លាស់ជីវិតមករស់នៅសហរដ្ឋអាមេរិកអ្វីគ្រប់យ៉ាងគឺត្រូវចាប់ផ្ដើមសាជាថ្មីទាំងអស់ចាខ្ញុំធ្លាប់បានទៅរៀនហើយក៏ធ្លាប់ធ្វើការមួយថ្ងៃពីរបីកន្លែងខ្ញុំធ្លាប់ធ្វើការនៅ clinic ធ្វើការនៅផ្សារទំនើបហើយខ្ញុំក៏ធ្លាប់ធ្វើការនៅហាងនំដូណាត់អ្វីដែលខ្ញុំទទួលបាននោះការដែលយើងធ្វើការឲ្យគេគឺអត់បានលុយគ្រប់ចំនួនដែលចិត្តចង់បាននោះទេខ្ញុំផ្លាស់ប្ដូរខ្លួនឯងពីការដែលធ្វើការមកធ្វើជាម្ចាស់ហាងនំដូណាត់វិញពេលនេះធ្វើការធ្ងន់ក៏ប៉ុន្តែបានប្រាក់ហួសពីចាត់ចែងចាយវាតែម្នាក់ឯងចា៎ដោយសារតែមុខរបរធ្វើហាងដូណាត់នេះវាធ្ងន់ពេកការងារធ្ងន់អញ្ចឹងហើយនៅពេលដែលខ្ញុំមានធ្ងន់ជាសំណាងល្អគ្រួសាររបស់ខ្ញុំគាត់ឲ្យខ្ញុំឈប់នៅផ្ទះបាន5ឆ្នាំបងប្អូននេះជាពេលវេលាដែលមានសុភមង្គលបំផុតមានស្នាមញញឹមដែលចេញពីចិត្តមិនចាំបាច់មានរបស់ថ្លៃក៏រីករាយបានក៏ប៉ុន្តែភាពរីករាយហើយនឹងក្តីសុខវាអត់នៅជាមួយយើងបានយូរអង្វែងទេបន្ទាប់ពីខ្ញុំបាត់បង់កូនស្រីច្បងរបស់ខ្ញុំនៅពេលនេះសេចក្តីសុខទាំងអស់វាត្រូវបានរលាយហើយនៅសល់តែការឈឺចាប់ហើយនឹងរឿងស្ដីបន្ទោសខ្លួនឯងក៏ប៉ុន្តែជីវិតគឺត្រូវតែតស៊ូហើយនឹងរស់បន្តខ្ញុំបានរុញច្រានខ្លួនឯងឲ្យចេញពីផ្ទះដើម្បីទៅធ្វើការជាថ្មីគឺទៅធ្វើការនៅហាងកញ្ចក់ពេលនេះការងារនៅហាងកញ្ចក់ងាយស្រួលជាងធ្វើដូណាត់ហើយក៏មានពេលវេលាច្រើនសម្រាប់ខ្លួនឯងផងដែរក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បានមិនមែនត្រឹមតែធ្វើការដូរយកលុយហើយទុកខ្លួនឯងទុកគ្រួសារចោលនោះទេខ្ញុំតែងតែព្យាយាមរកមុខរបរថ្មីដែលខ្ញុំអាចធ្វើបានពីពេលវេលានៅពេលដែលកូននៅក្នុងសាលារៀនដូច្នេះហើយនៅឆ្នាំ2023ខ្ញុំបានជួបនឹងមុខរបរថ្មីគឺ Digital Marketing ចាមុខរបរមួយនេះវាមិនត្រឹមតែជាមុខរបរដើម្បីរកប្រាក់ចំណូលនោះទេសម្រាប់ខ្ញុំវាជាថ្នាំព្យាបាលកាត់បន្ថយភាពស្មុគស្មាញធ្វើឲ្យចិត្តរីករាយជាងមុនហើយក៏ផ្ដល់ក្តីសង្ឃឹមថ្មីដែលខ្ញុំគ្រាន់តែធ្វើអាជីវកម្ម Digital មួយនេះជាមួយនឹងភ្ញៀវណាត់បន្តិចបន្តួចនៅផ្ទះចានេះជាអ្វីដែលខ្ញុំធ្វើបានហើយបងប្អូនក៏អាចធ្វើបានដែរប្រសិនបើបងប្អូនជ្រើសរើសចង់មានមុខរបរដែលងាយស្រួលជាងមុនមានពេលវេលាសម្រាប់ខ្លួនឯងមានសុខភាពល្អចាអនាគតមានប្រាក់រីថាយមុនពេលកំណត់ចានេះជាមុខរបរដែលយើងយកទៅតាមខ្លួនបានគ្រប់កន្លែងអញ្ចឹងហើយបានជាយើងនិយាយថាយើងអាចចូលនិវត្តន៍មុនពេលកំណត់បងប្អូនខ្ញុំចង់ដើរលេងទៅណាក៏បានដោយសារតែខ្ញុំមានមុខរបរដែលខ្ញុំធ្វើត្រឹមតែទូរស័ព្ទហើយនឹងអ៊ីនធឺណិត